ចាប់ទៅណាលោកប៉ូលីសចរាចរណ៍អើយមិនដេចឡើយមិនគោរពច្បាប់ចរាចរណ៍សោះអញ្ចឹងមើលលោកប៉ូលីសទៅចាប់បានហើយលោកប៉ូលីសអត់មើលសុំអត់មើលភ្លើងសុំឡើយទៅវិញទៅយ៉ារូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាคลิปវីដេអូដែលបងប្អូនប្រជាពលរដ្ឋបង្ហោះក្នុងបណ្ដាញសង្គម TikTok ដែលបង្ហាញអំពីបងសមត្ថកិច្ចប៉ូលីសចរាចរណ៍2នាក់បានធ្វើការជិះម៉ូតូមកឈប់នៅលើគំនូសសហើយក៏បំពេញភ្លើងក្រហមបើកបរយ៉ាងរំភើយហាក់មិនគោរពច្បាប់ចរាចរណ៍នោះទេមិនដឹងថាគាត់ប្រញាប់ទៅប្រចាំការកន្លែងគោលដៅឬក៏គាត់តាំងចិត្តបំពេញច្បាប់ចរាចរណ៍នោះទេយ៉ាងណាគាត់គឺជាសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍គួរគប្បីធ្វើដំណើរលើដងផ្លូវជាគំរូដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងគោរពប្រតិបត្តិតាមមិនគួរណាធ្វើសកម្មភាពបែបនេះនោះទេហើយសកម្មភាពនេះដែរសង្ឃឹមថាបងសមត្ថកិច្ចប៉ូលីសចរាចរណ៍នឹងធ្វើការកែតម្រូវឡើងវិញជុំវិញទៅនឹងសកម្មភាពបែបនេះសូមទស្សនាคลิปវីដេអូដែលបងប្អូនប្រជាពលរដ្ឋបង្ហោះក្នុងបណ្ដាញសង្គមដូចតទៅមើលលោកប៉ូលីសទៅចាប់បានហើយលោកប៉ូលីសអត់មើលសុំអត់មើលភ្លើងសុំឡើយទៅវិញទៅយ៉ា